ហើយក៏សូមចូលរួមអបអរសាទរចំពោះបាយខានេរីទី6របស់យើងដែលបាយក្អមត្រូវបន្តតែអ្នកពូកែហក់ហើយនឹងអ្នកដែលមានជើងវែងៗបងប្អូនអរគ្នាថាតើជាអ្នកណាទៅអាយ៉ានៅពេលនេះគឺយើងបានរកឃើញអ្នកឈ្នះហើយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទមួយនេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជានៃការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងថ្ងៃចូលឆ្នាំ2026នេះហើយសូមបញ្ជាក់បងប្អូនថាវីដេអូនេះគឺខ្ញុំថតតាំងពីថ្ងៃទី2នៃថ្ងៃចូលឆ្នាំខ្មែរមកម្លេះពលគឺត្រូវនៅថ្ងៃទី15ខែមេសាឆ្នាំ2026ខ្ញុំសូមអធិស្ឋានពុកម៉ែបងប្អូនទុកជាមុនចំពោះការចេញវីដេអូយឺតយ៉ាវអូខេដូច្នេះដើម្បីកុំឲ្យខាត់ពេលយូរសូមអញ្ជើញពុកម៉ែបងប្អូនតាយើងទាំងអស់គ្នាមកតាមដានទស្សនានៅទស្សនវិជ្ជាទូទៅនៅក្នុងវត្តស្វាយប្រហូតនៅក្នុងឆ្នាំ2026នេះដូចតទៅអញ្ចឹងចំពោះល្បែងប្រជាប្រិយខ្មែរដែលនឹងត្រូវលេងមុនគេនោះគឺបូមទឹកដាក់ដបហើយបែកខានេរីដែលនឹងត្រូវលេងនោះគឺមានចំនួន6នាក់ក្នុងចំណោម6នាក់ហ្នឹងក៏មានម្ដាយរបស់ខ្ញុំដែរបងប្អូនអរគ្នាអូខេចង់ដឹងថាតើអ្នកណានឹងឈ្នះនៅក្នុងការប្រកួតបូមទឹកដាក់ដបនេះយើងមានតែចាំមើលទាំងអស់គ្នាអូខេឥឡូវនេះគឺយើងបានរកឃើញអ្នកឈ្នះហើយគឺម្ដាយរបស់ខ្ញុំនឹងឯងអញ្ចឹងបន្ទាប់ពីចាស់លេងរួចយើងមកមើលក្មេងៗលេងម្ដងបងប្អូនទាំងអស់គ្នាបងប្អូនកុំឃើញពួកគាត់មានទួយអញ្ចឹងប៉ុន្តែមាត់ធំមែនតើបូមដាក់តា 4-5 ដងគឺពេញមួយដបហើយដបយើងធំដែរតើបងប្អូនអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាថាតើបានទៅលើប្អូនណាដែលបូមទឹកដាក់ដបបានលឿនជាងគេហើយច្រើនជាងគេនោះអញ្ចឹងចំពោះលទ្ធផលអ្នកឈ្នះនោះគឺដោយតែបងប្អូនបានឃើញអញ្ចឹងគឺបងប្អូនអាវលឹងនិងបងប្អូនស្រីអាវខ្មៅនឹងជាអ្នកដែលបូមទឹកដាក់ដបបានច្រើនជាងគេបើយើងមកមើលលទ្ធផលគឺប្រហាក់ប្រហែលគ្នាទេប៉ុន្តែបងប្អូនស្រីអាវខ្មៅនឹងគឺគាត់បានបូមដាក់បានមុនអញ្ចឹងអ្នកឈ្នះនោះគឺបងប្អូនស្រីអាវខ្មៅនឹងឯងខ្ញុំសូមនិយាយត្រង់ចោះបងប្អូនអរគ្នានៅក្នុងឆ្នាំ2026នេះថ្ងៃចូលឆ្នាំគឺខ្ញុំដើរបានតែមួយថ្ងៃហ្នឹងទេគឺថ្ងៃចូលឆ្នាំថ្ងៃទី2ហើយបានតែមួយវត្តនឹងគាត់គឺនៅវត្តស្វាយប្រហូតនឹងឯងហើយបងប្អូនប្រហែលជាសួរខ្ញុំថាពីណាហាមមិនឲ្យដើរមែនតាមពិតទៅមិនមែនមានអ្នកណាហាមមិនឲ្យដើរទេដោយសារតែខ្ញុំមិនដើរព្រោះក្តៅនឹងឯងដោយតែពុកម៉ែបងប្អូនបានដឹងរួចមកហើយថាឆ្នាំហ្នឹងគឺក្តៅខ្លាំងមែនទែនអូខេដើម្បីកុំឲ្យខាត់ពេលយូរយើងមកចូលល្បែងប្រជាប្រិយបន្ទាប់គឺល្បែងវាយក្អមអូខេដូច្នេះចង់ដឹងថាតើអ្នកមីងម្នាក់នេះគាត់វាយត្រូវហើយបែកដែរឬទេអញ្ចឹងយើងមានតែទស្សនាទាំងអស់គ្នាហើយចំពោះលក្ខខណ្ឌនៃការវាយនេះគឺបេក្ខជនរបស់យើងគឺអាចវាយបានតែ3ដងប៉ុណ្ណោះបើវាយខុស3ដងគឺអស់សិទ្ធិនៅក្នុងការវាយឲ្យបងប្អូនអរគ្នាអញ្ចឹងសូមចូលរួមសោកស្ដាយចំពោះបេក្ខនារីទី1ដែលមិនអាចវាយបែកក្អមចំពោះបេក្ខនារីទី2ក៏សូមចូលរួមសោកស្ដាយដូចគ្នាដែរចំពោះបេក្ខនារីទី3វិញដោយសារតែគាត់វាយត្រូវតែអត់បែកគឺគេជូនសរង1ចំពោះបេក្ខជនទី4ក៏សូមចូលរួមសោកស្ដាយហើយចំពោះបេក្ខជនទី5ក៏សូមចូលរួមសោកស្ដាយហើយក៏សូមចូលរួមអបអរសាទរចំពោះបេក្ខនារីទី6របស់យើងដែលបែកក្អមត្រូវប៉ុន្តែបែកយសាធ្លាក់អញ្ចឹងមកមើលល្បែងប្រជាប្រិយបន្ទាប់របស់យើងគឺល្បែងលោតីចង់ដឹងថាបេក្ខជនទាំង5រូបនេះតើអ្នកណានឹងឈ្នះនៅក្នុងការលោតីដូច្នេះមានតែតាមដានទស្សនាទាំងអស់គ្នាជាមួយខ្ញុំបាទដូចតទៅអញ្ចឹងនៅពេលនេះបេក្ខជនរបស់យើងទាំង5រូបកំពុងតែត្រៀមក្នុងការចេញដំណើរមកហើយអ្នកឈ្នះហ្នឹងតើតែអ្នកពូកែហក់ហើយនឹងអ្នកដែលមានជើងវែងៗបងប្អូនអរគ្នាថាតើជាអ្នកណាទៅអាយ៉ានៅពេលនេះគឺយើងបានរកឃើញអ្នកឈ្នះហើយសូមចូលរួមអបអរសាទរបន្ទាប់ពីភាគីបុរសបានប្រកួតចប់យើងមកទស្សនាភាគីនារីចំនួន6រូបដែលនឹងត្រូវប្រកួតលោតីដូចគ្នាដែរនៅពេលនេះបេក្ខនារីទាំង6រូបរបស់យើងបានចេញដំណើរមកហើយមីងនៅឆ្វេងដៃនោះគេឲ្យលោតគាត់រត់វិញបងប្អូនលេងខូចគេចឹងអត់ឲ្យឈ្នះទេគេឲ្យលោតគាត់លេងរត់វិញបងប្អូនអញ្ចឹងល្បែងប្រជាប្រិយចុងក្រោយរបស់យើងនៅទីនេះគឺឡើងសសរខ្លាញ់ចំពោះល្បែងប្រជាប្រិយមួយនេះគឺតម្រូវឲ្យពួកគាត់ទាំង4នាក់សហការគ្នាឡើងតោងសសរខ្លាញ់ហ្នឹងដើម្បីឡើងទៅយកលុយដែលគេចងនៅកំពូលខាងលើនោះហើយចង់ដឹងថាតើពួកគាត់អាចយកលុយនៅលើនោះបានដែរឬទេមានតែតាមដានទស្សនាទាំងអស់គ្នា
ហើយចំពោះលុយដែលគេដាក់នៅខាងលើនោះគឺដាក់តែ 100000 ទេបងប្អូនអរគ្នាបើសិនជាពួកគាត់យកបានគឺ 100000 ហ្នឹងគឺចែកគ្នា 4 នាក់ត្រូវបានម្នាក់ចំនួន 25000 គ្រាន់ថារៀងយ៉ាប់បន្តិចហើយបងប្អូនទាំងគ្នាដោយសារអីព្រោះតសហ្នឹងគឺវារអិលស្រាប់ហើយប៉ុន្តែដើម្បីឲ្យគ្រប់លក្ខខណ្ឌដែលថាតសខ្លាច់ហ្នឹងគឺគេត្រូវចាក់ប្រេងឆាលាបទៅលើតសហ្នឹងបន្ថែមទៀតអញ្ចឹងវាកាន់តែល្អិលហើយបើសិនជាយើងអត់ចេះសហការគ្នាគឺអត់អាចឡើងបានទេហើយយើងមើលទៅអ្នកដែលយ៉ាប់ជាងគេហ្នឹងគឺអ្នកដែលនៅក្រោមគេហ្នឹងត្រូវគេជន់ពីលើចំនួន 3 អ្នកទៀតបើសិនជាលេងឈ្នះបានលុយអីសមតែបានច្រើនជាងគេអ្នកនៅខាងក្រោមហ្នឹងឥឡូវនេះបេក្ខជនដែលនៅលើគេនេះគឺគាត់កំពុងតែស្រវាឡើងដើម្បីឡើងទៅយកលុយនេះគឺចិត្តបានសម្រេចហើយបងប្អូនអរគ្នាអូគឺថាបានដោយបំណងហើយសូមអបអរសាទរដែលពួកគាត់ទទួលបានទឹកប្រាក់ចំនួន 100000 រៀលអញ្ចឹងវីដេអូរបស់ខ្ញុំបាទនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំបាទសូមកុំភ្លេចជួយចុច like subscribe និង follow ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តពីខ្ញុំបាទនៅពេលក្រោយៗទៀតសូមអរគុណសូមជម្រាបលាបាយបាយ